Hello អតិថិជនរបស់លយមែនទាំងអស់គ្នាក៏ដូចជាសួស្តីទៅដល់ជាងដែលបានទស្សនាវីដេអូនេះហើយសម្រាប់ជាងដែលទើបនឹងរៀនកាត់សក់ក៏អាចទស្សនាវីដេអូនេះផងដែរដើម្បីធ្វើជាចំណេះដឹងដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាមេជាងដ៏ល្អផងដែរហើយសម្រាប់ជាងកន្លែងណាដែលល្អក៏ទទួលយកទៅកន្លែងណាដែលមិនល្អក៏អាច comment កែតម្រូវខ្ញុំបាទផងដែរយើងកុំភ្លេចចែករំលែកចំណេះដឹងបន្តិចបន្តួចទាំងអស់គ្នាដើម្បីឲ្យកាន់តែរីកចម្រើននៅវិស័យកាត់សក់របស់យើងផងដែរហើយចំពោះម៉ូតសក់នេះផងដែរគឺយើងឈូសបែបស្មៅបដិញជើងសស្មៅរឿងខ្ពស់បន្តិចហើយបងប្រុសម្នាក់នេះគាត់គឺជាម៉ូចាស់របស់ខ្ញុំទេតែដោយសារតែពីមុនគាត់ឆ្លាញ់បែបខ្លីពេលនេះគាត់ចង់ទុកសក់វែងអញ្ចឹងហើយគាត់គ្រាន់តែឈូសជើងក្រោមឲ្យស្ដើងសចេញរាងស្អាតហើយនឹងខាងលើច្រឹបចុងបន្តិចទេហើយចំពោះអ្នកដែលមានសរសៃសក់ដូចបងប្រុសក៏ដូចជាតម្រង់ក្បាលដូចបងប្រុសក៏អាចកាត់ម៉ូតនេះផងដែរគឺម៉ូតនេះមិនរើសវ័យទេសម្រាប់អ្នកដែលស្រឡាញ់ជើងបែបសគឺត្រូវមកតែម្ដងហើយចំពោះទីតាំងខ្ញុំមកផងដែរគឺស្ថិតនៅក្រុងប៉ោយប៉ែតនៅជិតក្រាស់សាំងចុងស្រល់បើបងប្អូនមានចម្ងល់ក៏ដូចជាចង់សាកសួរព័ត៌មានថែមខ្ញុំនឹងដាក់លេខទូរស័ព្ទក៏ដូចជា Telegram របស់ខ្ញុំនៅខាងលើហើយបើសិនជាការនិយាយរបស់ខ្ញុំទៅមានខ្វះខាតក៏ដូចជាលើសលុះត្រង់ណាសូមអធិស្ឋានទុកជាមុនផងដែរបាទដោយសារតែខ្ញុំទើបតែនឹងធ្វើផលិតមាតិកាទេអញ្ចឹងហើយរាល់ការខ្ញុំនិយាយទៅតែងតែមានចំណុចខ្វះខាតហើយសូមបងប្អូនអធិស្ឋានឲ្យខ្ញុំផងខ្ញុំនឹងប្រឹងអភិវឌ្ឍខ្លួនបន្ថែមដើម្បីឲ្យកាន់តែប្រសើរជាងនេះហើយបន្ទាប់ពីយើងកាត់សក់ខាងក្រោមរួចយើងមកធ្វើការកាត់ខាងលើក៏ដូចជាយើងផ្លុំសក់ឲ្យស្ងួតស្អាតបន្ទាប់មកយើងសារ៉េពុកមាត់បងប្រុសឲ្យកាន់តែមានរាងកាន់តែស្អាតផងដែរហើយឥឡូវបន្ទាប់ពីកាត់រួចបងប្អូនគិតយ៉ាងម៉េចដែរបើសិនជាចូលចិត្តកុំភ្លេចចុច like share ក៏ដូចជា follow ដើម្បីលើកទឹកចិត្តខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជួបគ្នានៅក្នុងវីដេអូថ្មីអរគុណច្រើនបងប្អូន